កាសែត Washington Post បានរាយការណ៍ឲ្យដឹងថាដោយដកស្រង់ប្រសាសន៍របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth បាននិយាយថាយោធារបស់សហរដ្ឋអាមេរិកបានវាយប្រហារទៅលើទូកចំនួន4ដែលសង្ស័យថាដឹកគ្រឿងញៀននៅតំបន់សមុទ្រប៉ាស៊ីហ្វិកភាគខាងកើតនេះបើតាមមន្ត្រីបាននិយាយនៅថ្ងៃអង្គារនេះហើយគឺជារឿងមួយដែលបង្កើនការតានតឹងថែមទៀតរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងយុទ្ធនាការរបស់លោកដើម្បីកំទេចក្រុមគ្រឿងញៀនបាទហើយបើតាមសេចក្តីរាយការណ៍នេះគឺឲ្យដឹងថាមានមនុស្សចំនួន14នាក់ត្រូវបានគេរាយការណ៍ថាបានសម្លាប់នៅក្នុងការវាយប្រហារនៅថ្ងៃនេះបើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងការពារជាតិ Pete Hegseth បានសរសេរនៅតាមបណ្ដាញសង្គមរបស់លោកបាទដូច្នេះគឺចំនួនអ្នកដែលសហរដ្ឋអាមេរិកបានសម្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះគឺឡើងទៅដល់ជិត60នាក់ហើយនៅក្នុងរយៈពេលនេះក្នុងតាំងពីដើមខែកញ្ញាមកហើយប្រតិបត្តិការចុងក្រោយនេះគឺបានធ្វើឡើងកាលពីថ្ងៃច័ន្ទម្សិលមិញដែលក្នុងនោះគឺក៏មានប្រតិបត្តិការដែលរបស់ខាងអាជ្ញាធរមិចស៊ិកហ្នឹងដើម្បីទៅសង្គ្រោះអ្នកនៅរស់រានមានជីវិតផងដែរបាទលោក Pete Hegseth រដ្ឋមន្ត្រីបានបង្ហោះនៅវីដេអូមួយតាមបណ្ដាញសង្គមដោយបង្ហាញអំពីការវាយប្រហារនោះមានចំនួន3ដងគឺមានទូកបានផ្ទុះឡើងឆេះជាអណ្ដាតភ្លើងហើយក្នុងការវាយប្រហារនោះគឺមានមួយគឺឃើញមានទូក2ដែលបើកអមគ្នាហើយប្រហែលជាទំនងដូចជាឈប់នៅស្ងៀមនៅពេលដែលសហរដ្ឋអាមេរិកវាយប្រហារទាហានអាមេរិកវាយប្រហារនោះបាទ